mộtឆ្លើយតបខមមិនបងមួយស្អែកខ្ញុំទៅមិនដឹងយ៉ាងម៉េចទេអញ្ចឹងមានន័យថាបងទៅស្អែកចំថ្ងៃសៅរ៍ដឹងតែមនុស្សច្រើនណាស់អញ្ចឹងខ្ញុំមកចែកម្លែកបទពិសោធន៍ដែលខ្ញុំទៅជីផាក2ថ្ងៃមួយយប់នេះមកឲ្យបងប្អូនបានដឹងខ្លះពាក់ព័ន្ធមួយការឆ្លងស្លាងតើវាយូរប៉ុណ្ណាហើយផ្លូវវាងហ្នឹងវាមានឧបសគ្គអីខ្លះហើយឡានអីដែលអាចទៅបានម៉ូតូអីដែលអាចទៅបានអញ្ចឹងសម្រាប់បងប្អូនដែលចង់មកជីផាកមើលវីដេអូនេះត្រូវអីដោយសារតែមួយរយៈនេះគឺផ្ទុះជីផាកខ្លាំងមែនទែនគឺអត់ផុតទេហើយបងប្អូនយើងគាត់បុកតលេងច្រើនហើយណាមួយជីផាកគឺរដូវនេះគឺរដូវស្អាតខ្លាំងមែនទែនតាមផ្លូវតាមនេះគឺស្អាតអញ្ចឹងកាត់មករឿងឆ្លងសាឡាងវិញអញ្ចឹងបងប្អូនដែលចង់ទៅជីផាកដែលអត់ចង់រងចាំសាឡាងយូរគឺខ្ញុំរៀបកំណឲ្យបងប្អូនធ្វើម៉េចចេញពីផ្ទះឲ្យដល់កំពង់ចលងហ្នឹងឲ្យដល់មុនម៉ោង8ឬក៏ម៉ោង8អាហ្នឹងអាចធំស្ទះធំ20ឡាន30ឡានអីព្រោះសៅរ៍អាទិត្យឬថ្ងៃសុក្រអីហ្នឹងគឺមនុស្សច្រើនខ្លាំងមែនតើតែបងប្អូនធ្លាក់ចូលដល់ម៉ោង12 10អីគឺពេញហើយពេញស្ទះខ្លាំងហើយអញ្ចឹងដល់ពេលដែលស្ទះខ្លាំងគឺវាមានផ្លូវវាងមួយតែគាត់ថាផ្លូវវាងហ្នឹងវាមានទឹករៀងជ្រៅគួរសមសម្រាប់ឡានទាបវាពិបាកបន្តិចតួចតែសំខាន់លើតកង់ឡានហ៊ានបើកអត់ឬក៏ហ៊ានជិះទៅអត់ទេតែបើសម្រាប់ pick up វិញគឺងាយស្រួលមែនតើអត់ពិបាកបងប្អូនផ្លូវគឺស្រួលទេគាត់ថាយើងចេះបត់បែនតាមគេប្រាប់មកថាផ្លូវនេះវាជ្រៅផ្លូវនេះវារាក់យើងទៅតាមគេប្រាប់ហ្នឹងទៅអាហ្នឹងអត់អីទេមួយវិញទៀតសម្រាប់ឡាន SUV ក៏អត់សូវពិបាកដែរសម្រាប់ផ្លូវវាងតែសម្រាប់ប្រូសម្រាប់ឡាន morning ឡានតូចឡានគ្រួសារទូចអីអាហ្នឹងវារៀងពិបាកអាចនឹងថាអត់បើទឹករៀងឡើងខ្លាំងអាចនឹងទៅអត់រួចនឹងឲ្យលុតម៉ាស៊ីនបងប្អូនមានបងប្អូនខ្លះក៏លុតម៉ាស៊ីននៅកណ្ដាលនឹងដែរហើយមានបងប្អូនគាត់ជួយសដងជួយអូសអីចឹងណាបងប្អូនណាខ្លះឆ្ងល់ដូចខ្ញុំឯងដំបូងឡើយខ្ញុំឃើញឡានអាយ៉ៃអញ្ចឹងខ្ញុំឆ្ងល់ថាម៉េចបានគេអត់ព្រមឲ្យយើងបើកឡានចូលទៅហ្មងចាំបាច់អាយ៉ៃទៅអីហើយឡានអាយ៉ៃតរងជួរគ្នាដើម្បីថយចូលស្លាងហ្នឹងអញ្ចឹងណាចឹងខ្ញុំដឹងមូលហេតុហើយដោយសារស្លាងហ្នឹងគឺបត់វាមានតែផ្លូវទៅឯងវាអត់មានផ្លូវមកអញ្ចឹងតម្រូវឲ្យយើងអាយ៉ៃគូតចូលហើយដល់ពេលដែលយើងត្រត្រៃមកខាងទៀតស្លាងគេបើកក្បាលហ្នឹងគឺឆ្លងទៅហ្មងអញ្ចឹងមូលហេតុដែលខ្ញុំឆ្ងល់ហ្នឹងគឺខ្ញុំដឹងហើយដោយសារស្លាងហ្នឹងវាអត់មានមុខទៅមកដោយស្លាងធំទេពេលដែលខ្ញុំជិះទៅនេះគឺខ្ញុំជិះស្លាងនេះបងប្អូនឃើញនេះស្លាងហ្នឹងគឺខ្ញុំជិះទៅដល់ពេលខ្ញុំវិលត្រឡប់មកវិញហ្នឹងគឺកន្លែង resort ដែលខ្ញុំគេងហ្នឹងក៏ប្រាប់ថាស្លាងខូចហើយអញ្ចឹងមានតែគេងនឹងមួយយប់ឬក៏មានផ្លូវវាងមួយទៀតអញ្ចឹងតែគាត់ថាផ្លូវវាងហ្នឹងពិបាកបន្តិចសម្រាប់ឡានទៀបតែឡានដូចខ្ញុំអញ្ចឹងគាត់ថាទៅបានហើយអត់អីទេអញ្ចឹងគាត់ថាខ្ញុំក៏បានសួរគាត់ថាផ្លូវហ្នឹងពិបាកខ្លាំងគាត់ថាពិបាកទាំងទៅហើយនឹងទាំងឆ្លងទឹកទៀតព្រោះផ្លូវអស់ហ្នឹងគឺវាសិតតាកលុកឬក៏អូតូចអញ្ចឹងណាចាំមើលខ្ញុំដាក់វីដេអូឲ្យបងប្អូនមើលតែផ្លូវតូចហ្នឹងមិនវារបៀបជាផ្លូវអូដែលវាហូរច្រោះទឹកបងប្អូនវាមានកន្លែងខ្លះជ្រៅកន្លែងខ្លះរាក់តែបើថាមេឃភ្លៀងវិញកន្លែងអស់ហ្នឹងគឺជ្រៅអញ្ចឹងឥឡូវយើងកាត់មកប្លង់នេះវិញគឺប្លង់ដែលយើងត្រូវឆ្លងទឹកដែលយើងផ្លូវវាងហ្នឹងដែលបងប្អូនដែលឆ្ងល់ដូចខ្ញុំឬក៏ចង់ឃើញអាផ្លូវហ្នឹងតើសកម្មភាពនៅឡានទៅពេលបើកលើផ្លូវហ្នឹងទៅវាមិនអញ្ចឹងខ្ញុំនឹងដាក់វីដេអូទៅពេលខ្ញុំឆ្លងអាទឹកដែលរៀងវែងឬក៏ធំដែរបងប្អូនចំណាំតែឃើញគេថាផ្លូវវាងស្លាងហ្នឹងនេះហើយបងប្អូនដែលជាផ្លូវវាងស្លាងដែលយើងអត់ចង់ចាំ 4-5 ម៉ោងឬក៏មនុស្សបុកតលេងច្រើនយើងទៅតម្រង់ជួរចាំស្លាងហ្នឹងបងប្អូនដឹងហើយស្លាងអញជូនឡានទៅមួយជើងគឺបានតែ4 ទៅ 5 គ្រឿងទេហើយ 4-5 គ្រឿងហ្នឹងក៏ត្រូវយកភ្ញៀវពីខាងនោះមកខាងនេះទៀតអញ្ចឹងបងប្អូនត្រូវចាំភ្ញៀវខាងនោះមកផុតហើយបើយើងទៅខាងនេះអ្នកទៅនឹងបានមកអ្នកទៅបានទៅអ្នកមកបានមកបងប្អូនយល់ទេអញ្ចឹងមិនមានន័យថាយើងទៅនឹងគឺទៅហើយគេមកយកយើងភ្លាមទេគេត្រូវយកភ្ញៀវខាងនោះទៀតអញ្ចឹងបណ្ដាឲ្យ view នោះបងប្អូនឥឡូវយើងដល់ជីផាកហើយឥឡូវនេះយើងត្រូវឆ្លងអូនេះអត់ដឹងថាឡានយើងឆ្លងផុតទេសំខាន់ព្រោះអត់ហ៊ានឆ្លងមកទេតែសំខាន់ឥឡូវយើងដល់ថ្ងៃបញ្ចេញសមត្ថភាពហើយនេះ3.2ឥឡូវយើងចេញទៅនេះទៅបរោយអីមកប៉ុណ្ណេះបានដូចជាមិនជាបញ្ហាដោយបងប្អូនឃើញអញ្ចឹងឡានប្រភេទ SUV និង pick up គឺពួកគាត់បើកដាក់ពង2ទៅគឺទៅស្រួលមែនតើឬក៏ឧបសគ្គតិចតួចអីគាត់អាចឆ្លងស្រួលតែសម្រាប់ឡានទាបបងប្អូនឃើញអត់គឺមានការពិបាកខ្លាំងមែនតើអញ្ចឹងនេះទឹករៀងស្រកបើសិនជាទឹករាក់ឡើងជាងហ្នឹងគឺអាចទៅរួចទេតបងប្អូនដែលមកជីផាកថ្ងៃនេះស្លាងខូចអញ្ចឹងយើងត្រូវជិះមកតាមផ្លូវអូនេះកន្លែងនេះរៀងជ្រៅកន្លែងនោះពីនោះមកអត់សូវជ្រៅទេណា
តែសម្រាប់ឡានទៀបខ្ញុំឃើញដូចជាច្រើនដូចជាលិចហ្មងព្រោះឯនោះវាយកដឹងហ៊ានមកអត់ទេតែមុនហ្នឹងគឺលិចដល់ក្នុងឡានហ្មងតែថ្ងៃហ្នឹងគឺមនុស្សច្រើនខ្លាំងតែចៃដន្យនេះស្រឡាំងខូចទៀតតែឡានខ្ញុំឡើងមករួចហ្នឹងឡានខ្ញុំឡើងមកដឹកម៉ូតូដឹកអីឡើងឆ្លងមកផុតអីតែប្រភេទ pick-up នេះគឺស៊ីផុយបងប្អូនខ្លាចតែឡានទៀបទេតែឡានទៀបយើងនឹងអាចចូលមកវាអាចនឹងលិចចូលឡានណាតោអត់ហ៊ានឆ្លងមកឥឡូវជិះទៅវិញហើយម៉ូតូវិញអត់ហ៊ានឆ្លងមកទេទឹកប៉ុណ្ណេះគឺអត់ហ៊ានឆ្លងមកតែម្ដងបាទព្រោះឥឡូវនេះជើដល់បងប្អូនឲ្យមកជីផាក់នេះចង់ស្គាល់ផ្លូវវាងមើលឲ្យហើយណានេះផ្លូវវាងដែលយើងអត់ជិះស្រឡាំងចាំរាប់ម៉ោងណាចុះដើរចុះឲ្យយើងទៅនេះបងប្អូនមើលឡានតូនោះឃើញអូជ្រៅដែរណាឥឡូវដល់វេនខ្ញុំហើយយោចុះដើរផ្លូវវាងអត់ចង់ជិះស្រឡាំងចាំយូរមកតទៅហើយនៅដល់វេនឡានខ្ញុំម្ដងឡានខ្ញុំមិនដាក់តបង2ព្រោះតបង1នេះព្រោះមិញជ្រៅយើងនឹងទៀតនឹងព្រោះតបង1ឥឡូវមិនព្រោះបង2ព្រោះតបង1ឡើងណាតែផ្លូវនេះប្រូយើងបាក់តិចបងប្អូនឡានទៀតវាបាក់តិចឡើងពោះសើអីដាក់តបង1អត់តែជន់គេទៅបាត់ហើយណាអត់តបង2ហងវីដេអូដែលខ្ញុំចែកម្លែកពីជីផាកផ្លូវវាងផ្លូវបបាអីហ្នឹងគឺខ្ញុំបានចែកម្លែកនៅក្នុងនេះហើយដងតាមផ្លូវដែលខ្ញុំជិះទៅតាមផ្លូវវាងហ្នឹងបងប្អូនឃើញទេសភាពស្អាតមានសត្វព្រៃមានអីហោះបងប្អូនឃើញស្អាតមែនតើហើយមើលទេសភាពជុំវិញហ្នឹងមានសត្វព្រៃសត្វអីនេះសត្វអីច្រើនបងប្អូនឃើញមកប្លុក4 5តែដឹងសត្វគេធំណាធំជាងមន់ទៀតអញ្ចឹងវីដេអូចែកម្លែកជីផាកផ្លូវវាងរបស់ខ្ញុំគឺអស់ហើយមានតែប៉ុណ្្នឹងចាំរងទស្សនាវគ្គបន្តទៀតបាទខ្ញុំមានភាគ2ភាគ3អាចនឹងមានបងប្អូនខ្ញុំថតច្រើន